Hello everyone សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសិក្សាភាសាអង់គ្លេសថ្នាក់ដំបូងទាំងអស់គ្នាម្ដងទៀតហើយនៅក្នុងថ្ងៃនេះគឺយើងនឹងសិក្សាជាបន្តអំពី English alphabet ដែលយើងនឹងសិក្សាចំនួន6តួអក្សរចុងក្រោយនៅក្នុងភាសាអង់គ្លេសដែលយើងចាប់ផ្ដើមពីអក្សរ U នេះទៅហើយអក្សរ U ក៏ជាស្រៈនៅក្នុងភាសាអង់គ្លេសហើយក៏ជាស្រៈនៅក្នុងភាសាខ្មែរដូចគ្នាអញ្ចឹងអក្សរ U នេះអក្សរ U គឺស្មើនឹងស្រៈ U ស្មើនឹងស្រៈ U ហើយនឹងស្មើនឹងស្រៈ A ផងដែរហ្នឹងហើយអញ្ចឹងឧទាហរណ៍ពាក្យថា cat អូខេឧទាហរណ៍ពាក្យថា cat យ៉ាពាក្យថា cat អញ្ចឹងពេលនេះអក្សរ U គឺស្មើនឹងស្រៈ A អញ្ចឹងអក្សរ C យើងបានសិក្សាមកហើយស្មើនឹងអក្សរ K សំឡេង K A N T cat យ៉ា cat យើងប្រើថាកាត់ហ្នឹងទៅយ៉ាអូខេអញ្ចឹងដើម្បីកុំឲ្យយូរ teacher បានលំអិតបន្ថែមទៀតទេអញ្ចឹងចូលទៅតួអក្សរបន្តគឺអក្សរ V អក្សរ V គឺស្មើនឹងអក្សរ V នៅភាសាខ្មែរដែលមានសំឡេងថា V yes មានសំឡេងថា V យ៉ាអូខេអញ្ចឹងឧទាហរណ៍ពាក្យថា vote យ៉ាពាក្យថា vote គឺពាក្យថា vote គឺផ្ដើមដោយអក្សរ V អក្សរ V ដែលមានសំឡេងថា V សំឡេង V ហើយ O E គឺជាស្រៈ O យ៉ា OA នេះគឺជាស្រៈ O ហើយនៅក្នុងចំណុចគំនូសកណ្ដាលនេះគឺយើងអាចដាក់ព្យញ្ជនៈនៅក្នុងនឹងបានធន់ទេហ្នឹងហើយអញ្ចឹងយើងអាច spell មកបានថា V O T vote យើងប្រើថាបោះឆ្នោតយ៉ាអូខេអញ្ចឹងយើងបន្តទៅតួអក្សរទី23តួអក្សរទី23គឺអក្សរ W យ៉ា W ស្មើនឹងអក្សរ Vអូខេស្មើនឹងអក្សរ V សំឡេង V ដូចគ្នាសំឡេង V អូខេឧទាហរណ៍ពាក្យថា water យ៉ាពាក្យថា water ចាអញ្ចឹងពាក្យថា water នេះគឺផ្ដើមដោយអក្សរ W គឺសំឡេង V យ៉ា water ហើយអក្សរ A នេះគឺស្មើនឹងស្រៈ O ស្មើនឹងស្រៈ O យើងបានសិក្សាហើយណាហ្នឹងហើយញ៉ាហើយអក្សរ T គឺស្មើនឹងអក្សរ T សំឡេង Tអញ្ចឹងតែប៉ុន្តែពេលដែលគេប្រើជាមួយនឹងពាក្យនេះអក្សរ T នេះគេយកសំឡេងទៅជារៈទៅវិញហ្នឹងហើយយើងអានថា water យក water ប្រែថាទឹកអូខេអញ្ចឹងយើងបន្តទៅតួអក្សរទី24តួអក្សរទី24គឺអក្សរ X អក្សរ X គឺស្មើនឹងអក្សរសឬក៏យើងឲ្យស្មើនឹងអក្សរសដែលមានសំឡេងថាសៈមានសំឡេងថាសៈអូខេសៈឧទាហរណ៍ពាក្យថាxylophone យ៉ា xylophone ឬក៏ xylophone អូខេអញ្ចឹងសៈ E C xylophone អូខេអញ្ចឹងពាក្យនេះ xylophone គឺស្មើនឹងភាសាខ្មែរថារនាតយ៉ារនាតយើងសម្រាប់លេងភ្លេងហ្នឹងគឺប្រើក្នុងវង់ភ្លេងខ្មែររបស់យើងអូខេអញ្ចឹងយើងបន្តទៅតួអក្សរទី25គឺអក្សរ Y អក្សរ Y ស្មើនឹងអក្សរ Y សំឡេងយៈយ៉ាស្មើនឹងអក្សរ Y សំឡេងយៈអូខេអញ្ចឹងស្មើនឹងអក្សរ Y សំឡេងយៈហ្នឹងឧទាហរណ៍ពាក្យថាយ៉ានយៈអានយ៉ានប្រើថាអំបោះហើយសម្រាប់តួអក្សរចុងក្រោយទី26គឺអក្សរ C យ៉ាអក្សរ C ស្មើនឹងអក្សរសសំឡេងសៈដូចគ្នាយ៉ាសំឡេងសៈឧទាហរណ៍ពាក្យថា zip យ៉ា zip ប្រើថាខ្សែរូតចឹងទៅយ៉ាអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងបានបញ្ចប់ទៅលើមេរៀន English alphabet របស់យើងត្រឹមវីដេអូនេះហើយយើងនឹងសិក្សាទៅលើស្រៈផ្សេងនៅក្នុងភាសាអង់គ្លេសបន្តនៅវីដេអូក្រោយទៀតដែរ